សិនបើយើងត្រូវរៀបរាប់ពីសេចក្តីទុក្ខរបស់មនុស្សម្នាក់ប្រាប់មនុស្សម្នាក់អ្នកណាក៏មានសេចក្តីទុក្ខដែរមែនទេសត្វលោកនេះមិនអាចថាអ្នកណាទុក្ខជាងអ្នកណាបានទេក៏ប៉ុន្តែមនុស្សដែលកាន់តែជួបសេចក្តីទុក្ខច្រើនប្រសិនបើរើសវិធីដើរត្រូវណាមនុស្សនោះកាន់តែរឹងមាំឧទាហរណ៍ដូចជានាងបដាចារាអាត្មាគិតថាកម្រណាស់អ្នកដែលមានទុក្ខដូចនាងបដាចាក៏ប៉ុន្តែក្រោយពេលដែលនាងបានជួបព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបង្រៀនឲ្យនាងពង្រឹងផ្នែកស្មារតីនាងក្លាយទៅជាគ្រូដ៏អស្ចារ្យម្នាក់ក្នុងការដោះស្រាយបញ្ហាវិបត្តិស្ត្រីទាំងឡាយមើលមកជួបម្ដាយឪពុកហ្នឹងមកតាមផ្លូវកើតកូនតាមផ្លូវប្តីមកតន់ទៅប្តីទៅកាប់អស់ពោះចាក់ស្លាប់ឃើញទេណាហើយនៅកណ្ដាលវាភ្លៀងធំមកនាងនឹងទ្រោបពីលើកូនធ្វើដូចជាមេគោអញ្ចឹងកូននៅក្រោមពោះអញ្ចឹងកូនទាំងពីរហ្នឹងហើយធ្វើអញ្ចឹងរហូតទល់ភ្លឺហើយប្តីមិនឃើញមកទៅកាប់អស់កាប់អីយកមកបាំងយកស្លឹកយកអីមកបាំងត្រូវពោះអាសេរពឹសចាប់ស្លាប់ទៅព្រឹកឡើងដឹកដៃកូនមកខាងកដៀតកូនមកខាងឃើញពោះចិត្តប្តីនឹងឡើងសម្បល់ឡើងខៀវស្លាប់យំសោកសៅដើរបដើទៅដល់ស្ទឹងអចិរវតីស្ទឹងនឹងធម្មតាហូររិចរិចទឹករាក់ប៉ុន្តែភ្លៀងមួយយប់មួយថ្ងៃមកស្រាប់តែហូរឡើងដល់ចកេះដល់ទ្រូងហូរខ្លាំងអញ្ចឹងនាងមិនអាចយកកូនទៅទាំងពីរបានទុកមួយនៅឯត្រើយអាយយកមួយទៅដាក់ត្រើយនាយទៅដាក់ហើយនឹងដើរមកដល់កណ្ដាលស្ទឹងវិញខ្លែងវាឃើញកូនងាហ្នឹងវាស្មានតែដុំសាច់ក៏ឆាបកូននឹងទៅនាងនឹងក៏ស្រែកដេញថាយកកូននៅឯត្រៃខាងនេះស្មានតែម្ដាយស្រែកឲ្យចុះមកទឹកយកទៅបាត់ទៀតនឹងចឹងដើរមកអស់សង្ឃឹមអស់ប្តីអស់កូនស្រាប់តែមកដល់ផ្លូវទៅកាន់ក្រុងសាវត្ថីហ្នឹងសួរដំណឹងអំពីលោកឪពុកអ្នកម្ដាយហើយនឹងបងប្រុសព្រោះនាងជាកូនរបស់សេដ្ឋីបងមានដឹងដំណឹងពីលោកសេដ្ឋីទេគាត់សុខសប្បាយទេហើយអ្នកដំណើរថាកុំសួរពីគាត់នឹងអីកុំសួរសោះមិនបានមិនសួរអ្នកផ្សេងវិញទេអត់ទេអ្នកផ្សេងខ្ញុំអត់ត្រូវការសួរខ្ញុំសួរពីគាត់នឹងលោកសេដ្ឋីទាំងពីរអ្នកប្តីប្រពន្ធនិងកូនប្រុសគាត់យប់មិញនឹងភ្លៀងខ្លាំងយប់មិញនឹងឯងធ្វើឲ្យផ្ទះរបស់គាត់រលំសង្កត់ស្លាប់អស់ហើយកំពុងតែដុតនៅលើជើងថ្កតែមួយនាងក៏លេចឃើញទៅឃើញភ្លើងហុយដែលដុតម្ដាយឪពុកនិងបងប្រុសអញ្ចឹងក្នុងមួយយប់នាងស្លាប់អស់កូនពីរប្តីមួយម្ដាយឪពុកបងប្រុសមួយទៀតឃើញទេ6នាក់6នឹងថ្មនិយាយចឹងនៅព្រឺច្បល់ណាញាតិញោមដឹងនាងគិតថាម៉េចទេនាងថាភ្លៀងយប់មិញនេះមិនមែនភ្លៀងដើម្បីអ្នកណាឡើយគឺភ្លៀងដើម្បីធ្វើបាបខ្ញុំនឹងតែម្ដងណាភ្លៀងមួយមេយប់មិញនេះអត់មានភ្លៀងដើម្បីនរណាទេគឺភ្លៀងនឹងភ្លៀងធ្វើបាបខ្ញុំតែម្ដងព្រោះធ្វើឲ្យខ្ញុំបាត់ប្តីបាត់កូនបាត់ម្ដាយបាត់ឪពុកមនុស្សខ្លាយទៅជាវិកលចរិតលែងដឹងខ្លួនដើរទៅរបូតខោរបូតអាវអស់ក្មេងៗខ្វៀលគោយកដុំដីយកអាចគោគប់កវែងថាជាស្រីឈួតក៏ប៉ុន្តែឧបនិស្ស័យមានញាតិញោមនៅពេលដែលព្រះសម្មាសម្ពុទ្ធកំពុងសម្ដែងធម៌នៅវត្តចេតពុននាងក៏ចូលទៅអាក្រាតកាយបាទហើយយាយឃើញស្រីស្រាតអីចូលទៅអញ្ចឹងស្រែកយេសយោយ៉ាស់អីដែរនោះណាកាលនោះបានព្រះសម្មាសម្ពុទ្ធឲ្យស្ងៀមឲ្យនាងចូលមកបានបរោះម្នាក់បោះកន្សែងឲ្យនាងទៅព្រះអង្គហៅមនាលបដាចាព្រះអង្គហៅចំឈ្មោះភ្ញាក់បើពូវងវែងអស់ដល់ព្រះអង្គហៅចំឈ្មោះទៅភ្ញាក់មើលខ្លួនឯងអាក្រាតចឹងទៅក៏យកកន្សែងដែលគេបោះឲ្យនឹងយកមករុំកាយចូលទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធបបិទ្ធព្រះអង្គដល់ចម្រើនហើយខ្ញុំព្រះអង្គអស់ហើយជីវិតនេះអស់ហើយអត់មាននៅសល់អីទៀតទេសូមព្រះអង្គជាទីពឹងរបស់ខ្ញុំព្រះអង្គផងបានព្រះសម្មាសម្ពុទ្ធត្រាស់ថាមនាលបដាចាត្រូវហើយនាងពិតជាមករកតថាគតត្រូវហើយទីពឹងដតីតាមពិតមិនមានសម្រាប់នាងមែនមនាលបដាចាបុគ្គលដែលត្រូវមច្ចរាជមកគ្របសង្កត់ហើយទីពឹងនៅក្នុងកូនក្តី
នៅក្នុងមេត្តាបិតាក្តីនៅក្នុងញាតិក្តីមិនមានដល់បុគ្គលនោះឡើយមនាលបដាចាល្មមហើយទឹកភ្នែករបស់នាងដែលសម្រក់នោះតថាគតដឹងហើយប៉ុន្តែទឹកភ្នែកដែលអ្នកធ្លាប់សម្រក់ចំពោះញាតិជាទីស្រឡាញ់នៅក្នុង